បាទសួស្តីពុកម៉ែបងប្អូនវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបដំឡើងម៉ាស៊ីនជំនួយធាក់ដៃជើងដែលពុកម៉ែបងប្អូនពិបាកក្នុងការធ្វើចលនាដៃជើងណាឬក៏អាចយើងនិយាយបានថាគាត់កាត់ stroke ដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះដូចតទៅកន្លែងនេះគឺជាជើងដែលយើងភ្ជាប់ជាមួយនឹងជើងកម្រនេះណានេះន័យថាជាមួយនឹងនេះប៉ុន្តែយើងត្រូវភ្ជាប់មួយអានេះសិនមានន័យថាយើងចាប់ជើងវាអញ្ចឹងសូមពុកម៉ែបងប្អូនមើលវីដេអូនេះណាយើងមើលណាត្រឡប់ឲ្យត្រូវយ៉ាងខុសចេះមកពុកម៉ែបងប្អូនមើលជួយកុំឲ្យច្រឡំនេះស្ដាំបងប្អូននេះអសអហើយត្រូវគ្នាបងប្អូននេះអញ្ចឹងអសអខាងស្ដាំណារាយនេះអសអលពុកម៉ែបងប្អូនអសអលនេះត្រូវមួយគ្នាអស
chẳngនេះគឺជារបៀបទី1នេះមានន័យថាយើងអត់ចាំបាច់ដាក់ជើងតម្រណាបងប្អូនអញ្ចឹងយើងអត់តន់កាប់ជើងទេអញ្ចឹងយើងអាចប្រើរបៀបនេះក៏បានដែរក្នុងករណីពុកម៉ែបងប្អូនអត់ចាំបាច់ប្រើជើងតម្រដែលមានលក្ខណៈត្រេតបែបនេះណាពុកម៉ែបងប្អូននេះករណីពុកម៉ែបងប្អូនចង់ដាក់ជើងតម្រត្រេតយើងគ្រាន់តែចាប់ខ្ចៅនេះមកគឺយើងអាចជាប់ជើងបណ្ដៃខ្ញុំនឹងបញ្ជាក់បន្ថែមរបៀបចាប់ជើងនៅវីដេអូបន្ទាប់ទៀតណានេះគឺជារបៀបទី1ដែលយើងអត់តន់ដាក់ជើងតម្របាទសួស្តីពុកម៉ែបងប្អូននេះគឺជាវីដេអូទី2របៀបចាប់ម៉ាស៊ីនធាក់របស់យើងជាមួយនឹងជើងអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនចាប់ជើងដើម្បីឲ្យត្រូវនេះអញ្ចឹងពុកម៉ែបងប្អូនត្រូវមើលណាខាងនេះខ្សែដោតឌុយអញ្ចឹងខ្សែដោតឌុយឲ្យត្រូវជាមួយនឹងជើងតម្ររបស់យើងនៅពេលដែលយើងលើករបៀបនេះណាអញ្ចឹងយើងចង់តម្លាក់វាដើម្បីគាត់បំផុតយើងបញ្ឈរអញ្ចឹងមកហើយអាខ្សែដោតឌុយហ្នឹងគឺនៅផ្នែកខាងលើបែបនេះដើម្បីឲ្យវាត្រេតបែបហ្នឹងណាអញ្ចឹងខ្សែខាងខ្សែនេះគឺនៅខាងកន្លែងយើងបន្តើណាជើងលើកអញ្ចឹងយើងចាប់ខ្ចៅវាមកនេះយើងចាប់ខ្ចៅកន្លែងនេះព្រោះអានេះយើងចាប់ជាមួយនឹងជើងនេះស្រាចហើយអាខ្ចៅនេះយើងចាប់មួយជើងនេះហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអត់ចង់ចាប់ដាក់ជើងទេគ្រាន់តែយើងចាប់នេះមកហើយបែបនេះមកគឺយើងចង់ធាក់ជើងឬក៏ភ្ជាប់ជាមួយនឹងការធាក់ដៃរបស់យើងដាក់ជាប់ជើងតម្រងការច្រឡាប់ស្រួលប៉ុន្តែបើសិនកាលណាយើងដាក់ជាមួយនឹងជើងតម្រងនេះទៅរៀងពិបាកលើអញ្ចឹងណាប៉ុន្តែវាអត់ចោលជាបញ្ហាហ្នឹងអាស្រ័យលើការតម្រូវការប្រើប្រាស់របស់ពុកម៉ែបងប្អូនណាអញ្ចឹងយើងមានខ្ចៅនេះពុកម៉ែបងប្អូនដោតខ្សែភ្លើងចូលនៅដូចកន្លែងចូលមុននឹងទីហ្នឹងអញ្ចឹងម៉ាស៊ីន motor ជំនួយធាក់របស់យើងវានឹងមានភ្លើងចរន្តភ្លើងចូលហើយវានឹងលោតតនិចបែបនេះណាភ្លឹបផ្លែតណាវា0 0អញ្ចឹងមុខងាររបស់វាអត់តាន់ដំណើរការទេអញ្ចឹងនេះវានៅលោតចឹងអញ្ចឹងចំពោះមុខងារនៅលើម៉ាស៊ីនធាក់របស់យើងនេះដូចនៅកន្លែងនេះវាដូចមុខងារនៅលើ tele ដែរណាបងប្អូនវាមានមុខងារដូចនៅលើ tele ដែរនេះនៅលើ tele ដែលខ្ញុំថតជូនណាអញ្ចឹងនៅលើ tele នេះវាមានប៊ូតុង5សម្រាប់ប្រើអញ្ចឹងប៊ូតុងក្រហមនេះគឺមុខងារបិទបើកភ្លើងចរន្តភ្លើងហើយមុខងារនេះគឺមុខងារចាប់ផ្ដើមឬក៏បញ្ឈប់ទៅលើម៉ាស៊ីនជំនួយធាក់របស់យើងហើយប៊ូតុងទី3នេះគឺជាទិសដៅមានន័យថាយើងចុចមួយម៉ាស៊ីននឹងវាចាប់ផ្ដើមដើរទៅមុខហើយយើងបើសិនជាយើងចុចមួយវិញម្ដងទៀតវានឹងដើរវាច្រាស់ថយក្រោយវិញហើយនេះគឺលបឿនតឡើងលបឿនអានេះបន្ថយលបឿនចំពោះការតឡើងលបឿនវាមានដល់10កម្រិតអញ្ចឹងវាមានដល់កម្រិតហើយនេះបន្ថយលបឿនពីកម្រិត10ថយមកកម្រិត1វិញអញ្ចឹងណាអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមចុចឲ្យពុកម៉ែបងប្អូនអញ្ចឹងបើសិនយើងចុចប៊ូតុងក្រហមមួយអញ្ចឹងវានឹងផ្ដាច់ប្រព័ន្ធភ្លើងបាត់ភ្លើងអញ្ចឹងយើងចុចប៊ូតុងបើកវិញអញ្ចឹងម៉ាស៊ីនចាប់ផ្ដើមដំណើរការអញ្ចឹងនៅពេលដែលម៉ាស៊ីនចាប់ផ្ដើមដំណើរការអញ្ចឹងយើងចង់ដំណើរការម៉ាស៊ីនអញ្ចឹងចាប់ផ្ដើមឲ្យម៉ាស៊ីនធាក់របស់យើងចាប់ផ្ដើមដំណើរការយើងចុចមួយមកឃើញទេអញ្ចឹងវាចាប់ផ្ដើមពីលេខ1ទៅចំពោះនីតិដែរគឺម៉ាស៊ីននេះកំណត់ដោយស្វ័យប្រវត្តិគឺបាន30នាទីអញ្ចឹង30នាទីគឺម៉ាស៊ីននឹងរាប់ថយក្រោយអញ្ចឹងខ្ញុំចាប់ដើមមិញឥឡូវចាប់ដើមសល់29ជាងមិញ29នាទីចុចប្រហែល20ប្រហែលសកងណាអញ្ចឹងយើងចង់បង្កើនល្បឿនអញ្ចឹងយើងចុចប៊ូតុងបូកនេះមកម៉ែបងប្អូននេះយើងតឡើងល្បឿនយើងចុចមកអញ្ចឹងមានដល់ប្រហែលដល់10អញ្ចឹងឃើញទេម៉ែបងប្អូនឃើញដល់10ល្បឿន10
ចឹងយើងចង់បន្ថយវិញយើងចុចបន្ថយវាវិញមកនេះចុចនេះមកនេះមានលេខដកនេះបន្ថយ4វិញមកឃើញទេនេះពេលដែលយើងចុចបន្ថយឃើញទេយើងបន្ថយមកនេះចឹងយើងចង់ដល់តម្លើងប៉ុន្មានកម្រិតប៉ុន្មានលឿនយឺតអាស្រ័យលើតម្រូវការរបស់ពុកម៉ែបងប្អូនចឹងយើងចង់ហ្នឹងយើងចង់ធាក់ទៅមុខអញ្ចឹងយើងចង់ធាក់ទៅក្រោយនេះប៊ូតុងលេខ3បើយើងបកប្រែភាសាខ្មែរមានអាទិសដៅអញ្ចឹងយើងចុចមួយវិញវានឹងឈប់មិនតិចហើយវានឹងថយច្រាស់មកវិញព្រោះអានេះវាវិលអញ្ចឹងហ៎ហើយតិចទៀតវានឹងវិលមកចេះវិញអញ្ចឹងខ្ញុំចុចឲ្យពុកម៉ែបងប្អូនណាមើលណាអូខេម៉ាស៊ីនស្គប់នឹងវាវិលថយក្រោយវិញអូខេហ្នឹងហើយវីដេអូរបៀបប្រើនៅលើហ្នឹងហើយចំពោះជើងដាក់ធាក់នេះខ្ញុំនឹងបន្ថែមកន្ទុយវីដេអូតិចទៀតណាពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនកន្លែងនេះកន្លែងជើងតម្រេតណាអញ្ចឹងកន្លែងនេះជើងតម្រេតអញ្ចឹងកន្លែងនេះនៅពេលដែលយើងចង់លើកតម្រេតនៃឧបករណ៍ធាក់របស់យើងអញ្ចឹងគឺយើងមើលកម្រិតត្រេតរបស់វារហូតដល់1 2 3 4 5 4កម្រិតអានេះយើងដាក់រៀបស្មើណាអញ្ចឹងកម្ពស់នេះយើងអាស្រ័យកម្រិតតម្រេតនេះអាស្រ័យលើតម្រូវការរបស់ពុកម៉ែបងប្អូនអាស្រ័យកម្រិតណាយើងដាក់កម្រិតត្រេតទៅតាមនឹងជាក់ស្ដែងពីតម្រូវការដែលពុកម៉ែបងប្អូនត្រូវការនេះជាជើងអមអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនចង់ប្រើជើងអមទៅភ្ជាប់ជាមួយនឹងម៉ាស៊ីនម៉ូទ័រធាក់នេះអញ្ចឹងយើងដោះអានេះចេញមកទាំងសងខាងណាជាងអានេះសងខាងអញ្ចឹងអានេះខាងនេះវាអត់មានកំណត់ឆ្វេងស្ដាំទេវាខ្នាតដូចគ្នាទេអញ្ចឹងយើងដោះខ្សែនេះមកហើយយើងសោកអានេះឲ្យត្រូវជាមួយនេះអមត្រូវជាមួយឈ្នាន់នេះណាអញ្ចឹងអាកន្លែងយើងដាក់ជើងអានេះតាមតម្រូវការជាក់ស្ដែងយើងចង់ដាក់ឬមិនដាក់របស់ពុកម៉ែបងប្អូនការដាក់ជើងខ្ញុំមានវីដេអូស្រាច់ហើយអញ្ចឹងខ្ញុំប្រាប់ពូពីរបៀបដាក់ដៃម្ដងអញ្ចឹងខ្ញុំនឹងធ្វើការដោះជើងនេះចេញវិញនៅពេលដែលយើងចង់ដាក់ដៃឬក៏អានេះយើងត្រូវដោះជើងយើងចេញសិនអានេះយើងមូលដល់ខ្ចៅនេះមកយើងអាចដកបានហើយអញ្ចឹងយើងធ្វើការដកជើងនឹងចេញសិនទើបអាចដាក់ដៃបានហើយសាប់ដៃនោះមកវាមានអាកញ្ញាំដៃចេះយើងសោកតាមរៀនយើងមកហើយយើងបិទនេះចេះស្គប់សិនបន្ទាប់ពីយើងពាក់ហើយយើងយកដៃយើងដាក់ចេះនេះដាក់ចឹងមកនេះដាក់ចឹងហើយផ្សេងទៀតដាក់ចឹងដូចគ្នាហើយយើងចាប់ផ្ដើមបើកម៉ូទ័រទៅបងបើកអានេះថយអញ្ចឹងយើងចុចប៊ូតុងនេះវិញមកដើម្បីវាបោកបញ្ជាវិញអូខេមកតើវាបវល់មិនចេះវិញអញ្ចឹងយើងចង់តឡើងនៅលើមុខងារនៃម៉ាស៊ីននេះយើងចុចប៊ូតុងបោកនោះវាតឡើងវាតឡើងល្បឿនហើយយើងចង់តឡើងដល់5 មួយតឡើងអញ្ចឹងមកអញ្ចឹងវាលឿនដែរអាហ្នឹងប៉ុន្តែគាត់ថាយើងកុំលឿនពេកដោយសារលឿនពេកក៏អត់ទៅល្អដែរ